បាទសួស្តីបងប្អូនប្រជាកសិករជាពិសេសអ្នកចិញ្ចឹមមេជ្រូកអំឡុងពេលដែលយើងចិញ្ចឹមមេជ្រូកគឺចង់បានកូនមានល្អប្រសើរដែលគ្មានជំងឺអញ្ចឹងយើងត្រូវគិតអំឡុងពេលដែលដាក់ឈ្មោះឬក៏សัตว์មេជ្រូករបស់យើងកំពុងពពុះឬក៏ចិត្តពេលដែលកើតតែយើងត្រូវដោះស្រាយបញ្ហាបែបណាបើករណីវាកើតកូនអត់រួចវាអត់ចេញទឹកដោះឬក៏បញ្ហាដែលកើតកូនមកហើយវាកូននោះគឺទុនដៃទុនជើងកូនមិនព្រមអឹមអញ្ចឹងយើងត្រូវតែរកវិធីដោះស្រាយអញ្ចឹងសម្រាប់បងប្អូនអ្នកគ្នាដែលចិញ្ចឹមមេជ្រូកត្រូវតែយកចិត្តទុកដាក់មែនទែនហើយបើសិនតែយើងយកចិត្តទុកដាក់ហើយនៅតែមានបញ្ហាបងប្អូនអ្នកគ្នាអាចទំនាក់ទំនងមកខ្ញុំជួយប្រឹក្សាយោបល់អំពីបច្ចេកទេសនៃការថែទាំមេជ្រូកឲ្យកាន់តែល្អប្រសើរអញ្ចឹងបងប្អូនអ្នកគ្នាអាចទំនាក់ទំនងតាម Telegram ដែលខ្ញុំដាក់នៅលើវីដេអូដើម្បីសាកសួរព័ត៌មានអំពីបច្ចេកទេសដើម្បីដោះស្រាយនូវបញ្ហានៃការចិញ្ចឹមមេជ្រូកការដាក់ឈ្មោលអត់ជាប់ឬក៏មានកូនហើយនៅតែពិបាកឬក៏ជិតដល់ថ្ងៃកើតស្រាប់តែវាអត់មានចំណីអញ្ចឹងអាចទំនាក់ទំនងមកបានខ្ញុំនឹងអាចជួយដោះស្រាយជូនបងប្អូនអរគុណសូមគោរពលា